บสู้ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast របស់យើងថ្ងៃនេះបាននិយាយពីសេចក្តីស្នេហាដ៏ផ្អែមល្ហែមផងនិងសោកសៅបំផុតផងនោះនៅក្នុងអក្សរសិល្ប៍ខ្មែរខ្ញុំជឿថាគ្រប់គ្នាច្បាស់ជានឹកឃើញដល់រឿងទុំទាវថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងនេះមកនិទានឡើងវិញក្នុងទម្រង់ថ្មីមួយដើម្បីស្វែងយល់ពីមេរៀននិងតថភាពសង្គមដែលបានបង្កប់នៅក្នុងរឿងដ៏អមតៈនេះរឿងចាប់ដើមឡើងនៅស្រុកបាភ្នំខេត្តព្រៃវែងតួអង្គរបស់យើងមាននេនទុំនិងនេនពេជ្រអ្នកទាំងពីរបានសុំលោកគ្រូចៅអធិការដើរលក់តោកនៅស្រុកបងឃ្មុំអ្វីដែលពិសេសនោះគឺទុំមានរូបឆោមស្រស់សង្ហានិងមានសម្លេងដល់ពីរោះឥតខ្ចោះដែលអាចសូត្រធម៌ស្មូតយ៉ាងពីរោះរដំនៅពេលដែលទៅដល់ត្បូងឃ្មុំសម្លេងរបស់ទុំបានធ្វើឲ្យទាំងនាងទាវម្ដាយនាងទាវក៏ដូចជាអ្នកភូមិចាប់ចិត្តចង់ស្ដាប់ចង់ឮគ្រប់គ្នាជាពិសេសនាងទាវដែលជាស្រីស្រស់ប្រចាំភូមិនិងជាកូនរបស់លោកយាយផាន់ដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំដ៏មធ្យមមួយដែរនោះបានចាប់ចិត្តប្រតិបត្តិភ្លាមពួកគេបានជួបគ្នាហើយផ្ដល់វត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមកនេះគឺជានិស្ស័យដែលនាំឲ្យមានការចាប់ផ្ដើមដ៏ផ្អែមល្ហែមប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមនៃទុក្ខសោកផងដែរចំណុចដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងនេះគឺការសម្រេចចិត្តរបស់ទុំបានសម្រេចចិត្តលាចាកសិក្ខាបទទាំងដែលមិនទាន់ដល់ពេលកំណត់ព្រោះតែចិត្តនឹកនាដល់នាងទាវខ្លាំងពេកទោះបីជាលោកគ្រូទាយមើលដឹងថានឹងមានគ្រោះថ្នាក់ដល់ជីវិតក៏ដោយក៏ទុំនៅតែជំនះត្រង់ចំណុចនេះយើងអាចវិភាគបានថាតើសេចក្តីស្រឡាញ់ដែលអាចធ្វើឲ្យមនុស្សយើងងឹតងល់រហូតដល់មើលរំលងគ្រោះថ្នាក់ដែលនៅខាងមុខដែរទេវាសនាហាក់ដូចជាលេងសើចទុំនិងទាវបានជួបគ្នាម្ដងទៀតនៅក្នុងវាំងហើយត្រូវបានតរិជាប្រទានអាពាហ៍ពិពាហ៍ឲ្យទៀតផងប៉ុន្តែឧបសគ្គដ៏ធំបំផុតនោះគឺម្ដាយនាងទាវតំណាងឲ្យផ្នត់គំនិតដែលយកទ្រព្យសម្បត្តិនិងអំណាចជាធំគាត់ចង់ឲ្យកូនស្រីរៀបការជាមួយកូនប្រុសលោកអជួនគាត់បានប្រើល្បិចសម្បត្តិប្រហក់ថាខ្លួនឈឺធ្ងន់ដើម្បីបោកបឆោតកូនស្រីឲ្យមកស្រុកវិញនេះគឺជាចំណុចរបត់ដែលនាំទៅរកមហន្តរាយជឿនដល់វគ្គបញ្ចប់ដ៏ខ្លោចផ្សាទុំបានទៅដល់ស្រុកត្បូងឃ្មុំក្នុងថ្ងៃមង្គលការរបស់ទាវជាមួយកូនលោកអជួនក្នុងស្ថានភាពស្រវឹងនិងក្តីឈឺចាប់ទុំបានច្រៀងបង្ហាញខ្លួនជាប្តីនឹងទាវនៅចំពោះមុខភ្ញៀវកិត្តិយសលោកអជួនដែលអាងអំណាចក្នុងដៃក៏បានបញ្ជាឲ្យគេយកទុំទៅសម្លាប់នៅក្រោមដើមពោធិ៍ជើងខាលអ្វីដែលរន្ធត់បំផុតនោះគឺនៅពេលដែលនាងទាវឃើញប្តីស្លាប់នាងក៏បានសម្រេចចិត្តស្លាប់តាមប្តីសេចក្តីស្លាប់បានคล้ายជាកន្លែងដែលពួកគេអាចនៅក្បែរគ្នាបានជារៀងរហូតនៅក្នុងការសន្និដ្ឋានរបស់ខ្ញុំសម្រាប់រឿងរបស់ទុំទាវនេះខ្ញុំសូមជូនមេរៀនមួយចំនួនដល់មិត្តអ្នកស្ដាប់ទី1មេរៀននៃភាពមេនះជួនកាលភាពមេនះហួសហេតុនាំមកនៅវិនិស្សកម្មទុំមេនះសឹកប្រឆាំងទំនេរគ្រូទាវមេនះយកស្វាមីប្រឆាំងចិត្តម្ដាយរៀបការកូនស្រីប្រឆាំងនឹងព្រះរាជាផងនិងចិត្តកូនស្រីខ្លួនផងមេនះទាំងអស់នេះកើតមានវិនិស្សកម្មដ៏ធំធេងរហូតដល់ប្រជាជនមួយស្រុកនៅត្បូងឃ្មុំត្រូវមួយខេត្តមិនមែនស្រុកទេនៅត្បូងឃ្មុំត្រូវជាប់ឈ្មោះជាអ្នកងារហើយត្រូវរងទោសប្រហារជីវិតនឹងអ្នកដែលមានពាក់ព័ន្ធជាមួយនឹងរឿងដែលមង្គលការរបស់កូនលោកអជួននិងយីផាន់ដែលរៀបចំមកហ្នឹងគឺត្រូវប្រហារជីវិតអញ្ចឹងគឺរាប់រយនាក់ធ្វើឲ្យវិនិស្សកម្មធំធេងមែនទែនចំណុចទី2តើតើនឹងអត្តពលមេដាបិតាការបង្ខិតបង្ខំចិត្តកូនក្នុងរឿងស្នេហាដែលអ្នកសិក្សារៀនសូត្រជាច្រើនបានលើកឡើងជាហូរហែផងដែរដែលមានមតិ2លើកឡើងគឺគាំទ្រផងនិងមិនគាំទ្រផងទៅលើទស្សនៈនេះនំមិនធំជាងនាលគាំទ្រព្រោះយល់ថាឪពុកម្ដាយគ្រប់រូបតែងតែចង់ឲ្យកូនល្អម្យ៉ាងលោកមានបទពិសោធន៍ក្នុងជីវិតពិសេសជីវិតគូនឹង ហ
ជាងយើងគ្រប់គ្នាហើយលោកត្រូវតែមានះរឿងជីវិតគូសកលនឹងឲ្យកូនប្រុសស្រីរបស់លោកចំណែកមតិមិនគាំទ្រព្រោះយល់ថាចាស់ទុំលោកមានគំនិតចាស់កំរិលមិនយល់ពីសង្គមសម័យថ្មីដែលជីវិតយុវវ័យត្រូវការភាពឯករាជ្យអាចសម្រេចដោយខ្លួនឯងពិសេសរឿងជីវិតដៃគូនេះឯងចំណុចនេះសម្រាប់ខ្ញុំជាអ្នកវិភាគខ្ញុំមិនហ៊ានវិនិច្ឆ័យថាគំនិតណាត្រូវឬខុសឡើយព្រោះមើលទៅលើតភាពសង្គមមិនថាសម័យមុនឬក៏សម័យបច្ចុប្បន្នឡើយជីវិតគូនេះមិនបានសមប្រកបដោយសារចំណុចខាងលើឡើយមានន័យថាគូខ្លះដែលប្រកបឡើងព្រោះម្ដាយទុកឪពុកដាក់ក៏សមប្រកបនឹងគ្នាហើយគូខ្លះក៏ផ្ទុយពីនេះមកវិញយ៉ាងទៅបាទហើយមេរៀនទី3ដែលយើងអាចរៀនបានគឺយុត្តិធម៌ទោះបីលោកអរជូនម្ដាយនឹងទាវហើយអ្នកពាក់ព័ន្ធមួយចំនួនហ្នឹងត្រូវចោទផ្ដន់ទោសឬក៏កាត់ទោសឲ្យប្រហារជីវិតហើយវិជារាជមួយចំនួនធំដែលពាក់ព័ន្ធប្រហារជីវិតហើយវិជារាជក្នុងខេត្តត្បូងឃ្មុំត្រូវជាប់ទោសជាអ្នកងារអ្នកអីក៏ដោយប៉ុន្តែជីវិតមនុស្ស2នាក់ដែលបានស្លាប់ទៅនោះมันបានវិលត្រឡប់មកវិញហើយការប្រហារជីវិតអ្នកទាំងឡាយពីក្រោយទៅទៀតនេះក៏អត់បានទាញអីមកវិញបានដែរអញ្ចឹងយើងអាចបញ្ជាក់ថាយុទ្ធធម៌មិនមែនថាឲ្យទៅកាត់អ្នកណាហើយឈ្នះចាញ់ហើយគឺទទួលបានយុទ្ធធម៌ឬមិនអញ្ចឹងទាំងអស់ទេបាទអញ្ចឹងរឿងទុំទាវមិនមែនគ្រាន់តែជារឿងស្នេហាធម្មតាទេប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមខ្មែរសម័យនោះយ៉ាងច្បាស់ផងដែរជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast របស់ខ្ញុំហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះទង្វើម្ដាយនាងទាវឬក៏ការសម្រេចចិត្តរបស់តួអង្គមួយសូមជួយបញ្ចេញមតិនៅខាងក្រោមជួបគ្នានៅភាគក្រោយសូមជម្រាបលា